តោះសួស្តីអ្នកទាំងអស់គ្នាបន្ទាប់ពីយើងបង្កើត account ជាមួយនឹងដាក់លុយហើយអញ្ចឹងយើងចូលមកដល់ការវិជាទិញអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកាន់ website យើងមកយើងមើលមកខាងក្រោមមានពាក្យថា category អញ្ចឹងខាងក្រោមហ្នឹងយើងជាប្រភេទដែលយើងចង់ទិញគេយើងចង់ចាក់អីគេយើងចង់ចាក់ follow Facebook TikTok Instagram YouTube អីចឹងទៅចង់ចាក់អីរើសហ្នឹងទៅណាតែខ្ញុំឧទាហរណ៍សេវាកម្មខ្មែរអញ្ចឹងបន្ទាប់ពីរើស category ហើយយើងរើសខាងក្រោមមួយទៀតគឺមានពាក្យថា service អញ្ចឹងយើងរើសមកយើងចង់បានអីគេ like បុក follow page ឬក៏ follow profile ឬក៏ comment ឬក៏ react ទៅអញ្ចឹងណាអញ្ចឹងខ្ញុំ order follow ចុះតែឲ្យមើលអញ្ចឹងដើម្បី order បានយើងទៅ copy link page របស់យើងមកហើយដាក់នៅកន្លែងនេះកន្លែងគេដាក់ថា link អញ្ចឹងផាសចូលទៅហើយកន្លែង security នេះជាចំនួនដែលចង់បានអញ្ចឹងសម្រាប់សេវាកម្មរបស់យើងគេបើកចាំពី500រហូតដល់30000 follow អញ្ចឹងខ្ញុំចង់ order 1000អញ្ចឹងខ្ញុំដាក់1000បន្ទាប់មកខ្ញុំចុចពាក្យថា order new order អូខេសុំទោសបើខ្ញុំនៅសល់តែ1រៀលកន្លះឯងលុយអញ្ចឹងសល់ថ្មីយើងចូលត្រាក់ link សិនមកហើយ order ចំនួន100 500ចុះ500មើលតម្លៃបាន1រៀល75លុយខ្ញុំនៅសល់1រៀល50អញ្ចឹងអត់បានទេអញ្ចឹងចាំមួយផ្លែខ្ញុំចូលធ្វើការដាក់លុយសិនអូខេអញ្ចឹងយើងកំណត់ចំនួនមកសារថ្មីដូចសារមកខ្ញុំទៅបែរលុយចូលអញ្ចឹងដាក់1000មកហើយចុច new order ម្ដងទៀតអញ្ចឹងវានឹងលោតពាក្យ success បែបនេះបញ្ជាក់អញ្ចឹងដើម្បីយើង check order យើងថាដំណើរការដល់ណា in process ហើយឬនៅយើងចូលមកកាន់ tray 3បន្ទាប់មករកពាក្យថា order បន្ទាប់មកយើងនឹងឃើញ order របស់យើងនេះ follow ខ្មែរ pending អញ្ចឹងវារងចាំអញ្ចឹងចំនួនរបស់វាចាប់ពី9ម៉ោងទៅ12ម៉ោងយ៉ាយូរ24ម៉ោងគឺពេញហើយអរគុណ